ម្មជាតិមិនមែនគ្រាន់តែស្រស់ស្អាតសម្រាប់គយគុណនោះទេតែវាគឺជាកន្លែងតែមួយគត់ដែលព្យាបាលចិត្តនិងផ្ដល់ភាពស្ងប់ស្ងាត់ដ៏ពិតប្រាកដមកឲ្យយើងវិញសំឡេងទឹកធ្លាក់និងពណ៌បៃតងដែលលាតសន្ធឹងដាច់កន្ទុយភ្នែកគ្រប់ទិសទីវារឹតតែធ្វើឲ្យយើងភ្លេចអស់នូវភាពនឿយហត់ទាំងឡាយហាក់ដូចជាអនុញ្ញាតឲ្យគ្រប់យ៉ាងរលាយបាត់ទៅតាមខ្សែខ្យល់គម្រោងចាំតដល់ថ្ងៃល្អឥតខ្ចោះចេញដំណើរហើយបង្កើតពេលវេលានិងអនុស្សាវរីយ៍ដល់ខ្លួនឯងនេះឃើញមុខហ្នឹង លើ មួយបុកបេសកកម្មដំបូងរបស់យើងគឺត្រូវជិះគោយន្តចេញពីសហគមន៍សំដៅទៅកាន់ជើងភ្នំនៅតាមផ្លូវនេះគឺថាម្នាក់រំភើបផងសប្បាយផងអមជាមួយនឹងសម្លេងម៉ាស៊ីនគោយន្តឮលាន់បុកពេញភ័យរបៀបដូចថាដាស់អារម្មណ៍ឲ្យពួកយើងនឹងត្រៀមខ្លួនទៅហើយអញ្ចឹងមែនដូចនិយាយមុននឹងអញ្ចឹងជាងតនបានពាក់កណ្ដាលផ្លូវស្រួលបួផងគោយន្តខូចកណ្ដាលផ្លូវបាត់តែមានអីចុងក្រោយពួកយើងម្នាក់ត្រូវរៀបចំអីវ៉ាន់ដើរថ្មើរជើងប្រហែលជា2គីឡូទៀតបានទៅដល់ជើងភ្នំមិនដែរ បាន2គីឡូទេក៏ដល់ហើយ ជិះបាន2គីឡូទេកំតាន់អែហត់នេះយ៉ាងគីឡូ10ពាក់កណ្ដាលហើយកុំមើលក្រោយទេ ពួកយើងក៏បានមកដល់គីឡូទី5ដែលអ៊ីអ្នកលួងប្រាប់ថានឹងឯងផ្សាយអនដែលមានទឹកត្រជាក់ៗគាត់នឹងឃើញហែវមកការចាក់ចេញពីផ្សាយអនកណ្ដាលព្រៃនេះទៅផ្លូវកាន់តែចោតក៏ចាប់ផ្ដើមមានរាមេឃក៏ចាប់ផ្ដើមហប់ដោយដែលអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺត្រូវប្រើកម្លាំងបុកឡើងផងត្រូវតោងខ្សែពួរផងដើម្បីទប់ខ្លួនឯងហើយនេះក៏ជាវគ្គមួយដែលសាក់លបងទាំងកម្លាំងកាយនិងការអត់ធ្មត់ខ្លាំងមែនទែនក៏ប៉ុន្តែការព្យាយាមមិនដែលក្បត់យើងណាទីបំផុតពួកយើងក៏បានមកដល់តំបន់វាលស្រល់មួយតែមកដល់ចំណុចហ្នឹងមានន័យថាពួកយើងសម្រេចបាន 90% ហើយពួកយើងក៏បានអង្គុយសម្រាប់ញ៉ាំបាយថ្ងៃត្រង់ទាំងអស់គ្នាដែលបានវិចខ្ចប់មកពីសហគមន៍ទីតាំងនេះហើយដែលជាការចងចាំមួយដែលខ្ញុំមិនអាចភ្លេចបានព្រោះថាញ៉ាំបាយបដាភ្នែកសម្លឹងរកមើលទៀកបដាវ៉ូរាប់1ដល់10ដល់ឲ្យកូនយើងនៅសល់2គីឡូទៀតជាដល់មែនតែនហើយស៊ូឆ្លងកាត់ការតស៊ូអត់ធ្មត់ជាច្រើនម៉ោងមកនេះទីបំផុតពួកយើងបានមកដល់គោលដៅយើងហើយដែលនៅទីនេះគេឲ្យឈ្មោះថាផ្ទះ CI ដែលជាអតីតស្នាក់ការអង្គការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសត្វព្រៃកន្លែងហ្នឹងហើយដែលជាទីតាំងស្នូលដ៏សំខាន់ដែលរាល់អ្នកទេសចរទាំងអស់តែងតែមកសម្រាកស្នាក់អាស្រ័យបណ្ដោះអាសន្ននៅលើក្នុងភ្នំក្រពើនេះស្វាយចុយយ៉ាចាប់lại choចាប់ប្រតិចហ្នឹង I don't know you តែហុយតែឲ្យមកអាចđấy បន្ទាប់ពីបានញ៉ាំអីពេលព្រឹកហើយពួកយើងត្រូវមកសម្រេចគោលដៅទី2ដែលត្រូវដើរប្រហែលពី10គីឡូទៀតដើម្បីទៅកាន់ទឹកជ្រោះឆៃយងមុននឹងទៅដល់ទីនោះគឺយើងត្រូវដើរកាត់វាលស្មៅដ៏ធំមួយ
ដែលទីតាំងនៅក្នុងគេឲ្យឈ្មោះថាវាលហាសម្ពុតដែលហ៊ុំព័ទ្ធទៅដោយអាប់ហោះកាត់តិចតិចហើយអ្វីដែលពិសេសនោះគឺមានផ្កាចំហួយតូចតូចដុះរីកពេញដីតាមផ្លូវទៅហ្នឹងពិតជាស្អាតមែនស្អាតប្លែកដោយដែលយើងកំពុងដើរលើឋានសួគ៌អញ្ចឹងលយខ្លាំងមែនតើ Bring me into golden sunlight. If I'm going with you, I know we'll get to the other side. Sinking in, I know this feels right. Catching a breeze, love moving through me like a wildfire, like a wildfire. Đây khẳng khang chui nâng ai căn là nâng nước tăng chiêng ở cái đá người bị ẩn khẩu nước bạn lỗ khẩu mới mùi lỗ nâng này mong em chuột chay không chay yeah chuột chay ơi Ủa mình lại rồi. No. Nanti tiếp. Ăn muối nó bỏng đấy nhá. Muối rồi. Bạt. Tân nạc lá bông, tân nạc lá. Bỏ cho thơ bà anh em lang thơ sữa. Ơi nhưng bà hỏi đây. Tên mình ca sĩ anh. Ok, ở tay lên xài vô rồi. Ở đây bỏng, tên bạn này chụp pin này. Ok. Bỏng cô xài vô này. Bạt vì dục. Sao? Chúng ta cả tay gặp muốn khai phi liếng. Tầm tầm máu lưng mới mau rụt lăng rồi. Ok. Tới đó vài phèm tí, côi tí, rụt lăng mình. Nhưng tới đó tranh mau với liền này. Dạ hả? Tại ơi làm phốt tuôn mà đấy. Nâng đây. Thế bye. Bye. ទីបំផុតគឺយើងបានចុះមកដល់ជើងភ្នំវិញដោយសុវត្ថិភាពហើយនៅគីឡូទី3ហ្នឹងនិយាយពីថាមីងគាត់មានបាញ់ឆៅក្តៅស្រួយរីឯនំបញ្ចុកទឹកស្លខ្មែរវិញក៏មានចាញ់បាញ់ឆៅនឹងប្រហែលដែរនិយាយពីថាម្នាក់ញ៉ាំឡើងជក់មាត់សំខាន់អ្នកខ្លះលឹកទៅដល់ម្រាមដៃទៀត Một đấy.
ការធ្វើដំណើរកំសាន្តឡើងមកកាន់ភ្នំក្នុងអំពើនិងទឹកធ្លាក់ឆាយងរបស់ពួកយើងរយៈពេល2យប់3ថ្ងៃគឺត្រូវបានបញ្ចប់ទៅដោយជោគជ័យដែលវាជាបេសកកម្មមួយដែលទទួលបាននូវបទពិសោធន៍ថ្មីៗនិងពោរពេញទៅដោយការចងចាំល្អៗអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ Vì nè mà coi dồn mấy nè đừng đừng công ពាក់កមួយបាត់